មេខ្មែរក្រហមជាន់ខ្ពស់ត្រូវបានសម្លាប់ទាំងពូជក្រោយបាបកម្មឈាមសង់ដោយឈាមបងប្អូនតើនេះជាបាបកម្មឬយ៉ាងណាក្រោយមេខ្មែរក្រហមត្រូវបានសម្លាប់ទាំងពូជក្រោមហេតុផលទាំងនេះជាការពិតរាជខ្មែររងទុក្ខបុកម្នេញ3ឆ្នាំ8ខែ20ថ្ងៃស្រែករកទេវតាដោយធ្វើការច្រើនហួសហេតុស៊ីអត់ស៊ីឃ្លានទុក្ខវេទនាគ្មានពេលស្រាកស្រានទោះបីជាមានបញ្ហាផ្ទៃក្នុងក៏ដោយក៏រាជរដ្ឋាភិបាលចម្រុះជាពិសេសសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើដល់អង្គការសហប្រជាជាតិឲ្យពិចារណាលើការនាំមេខ្មែរក្រហមជាន់ខ្ពស់យកមកកាត់ទោសប៉ុន្តែសំណើនេះមិនត្រូវបានអង្គការសហប្រជាជាតិឆ្លើយតបវិញឡើយនៅឆ្នាំ1997នោះនៅចន្លោះឆ្នាំ1993និងឆ្នាំ1997ព្រះមហាក្សត្រខ្មែរនរោត្តមសីហនុចង់ឲ្យមានការរំលាយអត្តឃាតរបស់ជនរងគ្រោះនាសម័យខ្មែរក្រហមដែរដោយព្រះអង្គសំអាងលើជំនឿព្រះពុទ្ធសាសនាថាព្រលឹងរបស់ជនរងគ្រោះទាំងនោះនឹងមិនអាចចាប់ជាតិបានឡើយប្រសិនបើឆ្អឹងរបស់ជនរងគ្រោះមិនត្រូវបានបូជាប៉ុន្តែចលនានេះត្រូវបានគណៈបកប្រជាជនកម្ពុជាជាពិសេសសម្ដេចនាយករដ្ឋមន្ត្រីទី2គឺលោកហ៊ុនសែនបានជំទាស់ដោយលោកបានបញ្ជាក់ថាការរំលាយអត្តឃាតទាំងនេះគឺពិតជាបំបត្តិភ័ស្តុតាងអ្វីដែលកើតមានក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចហ៊ុនសែនបាននិយាយថាអត្តឃាតទាំងនេះអាចបូជាបានបន្ទាប់ពីមេខ្មែរក្រហមត្រូវបាននាំយកទៅកាត់ទោសរួចហើយដោយសម្ដេចលើកឡើងថាឆ្អឹងទាំងនោះនៅរាប់ឆ្នាំមកហើយបើរក្សាទុកបន្តិចទៀតក៏មិនជាអ្វីដែរបន្ទាប់ពីមានការផ្ដាច់ខ្លួនរបស់ពួកខ្មែរក្រហមនៃកងពលធំរបស់មេឈៀននៅប៉ៃលិននិងសុខភាពនៅម៉ាឡៃក្រោមការគ្រប់គ្រងរបស់អៀងសារីរួចមកពួកខ្មែរក្រហមក្បាលរឹងនៅតំបន់អន្លង់វែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ុលពត ខៀវសំផន នួនជា សុនសេន និងតាម៉ុកក៏បានចាប់ផ្ដើមរង្គោះរង្គើហើយមានការសង្ស័យគ្នាទៅវិញទៅមកនៅពេលនោះសុនសេនដែលជាអតីតនាយករដ្ឋមន្ត្រីការពារជាតិនិងតាម៉ុកជាអតីតប្រធានតំបន់នៅក្នុងរបបខ្មែរក្រហមឆ្នាំ1975ដល់1979គឺល្បីថារង្គោះរង្គើខ្លាំងជាងគេព្រោះពួកគេជាអ្នកបញ្ជាទ័ពអាស្រ័យដោយមានការមិនទុកចិត្តគ្នាពួកខ្មែរក្រហមបានចាប់ផ្ដើមបោសសម្អាតផ្ទៃក្នុងសារជាថ្មីដើម្បីកំទេចជនក្បត់នៅថ្ងៃទី11ខែមិថុនាឆ្នាំ1997ប៉ុលពតនិងបកពួកបានបញ្ជាឲ្យសម្លាប់លោកសុនសេនដែលពេលនោះលោកមានអាយុ67ឆ្នាំនិងភរិយារបស់លោកគឺអ្នកស្រីយុនយ៉ាតអាយុ63ឆ្នាំព្រមទាំងកូនចៅចំនួន9នាក់ទៀតនៅអន្លង់វែងតាក់ទិននឹងការសម្លាប់លោកសុនសេននិងគ្រួសារនេះលោកឧត្តមសេនីយ៍ឯកញឹកប៊ុនឆៃអគ្គសេនាធិការរងនៃកងយោធពលខេមរភូមិន្ទរបស់រាជរដ្ឋាភិបាលកម្ពុជាហើយជាអ្នកស្មោះត្រង់នឹងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋចេញមកធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញសាកសពរបស់លោកសុនសេននិងភរិយាដេកស្លាប់នៅក្នុងថ្លុកឈាមបន្ទាប់ពីត្រូវបានគេបាញ់ជាច្រើនគ្រាប់នៅក្នុងផ្ទះរបស់ខ្លួននៅអន្លង់វែងហើយសមាជិកគ្រួសារផ្សេងទៀតបានដេកស្លាប់នៅខាងក្រៅផ្ទះនេះពិតជាសោកនាដកម្មមួយរបស់ក្រុមគ្រួសារលោកសុនសេនប៉ុន្តែប្រជាពលរដ្ឋខ្លះដែលជាជនរងគ្រោះនៃរបបខ្មែរក្រហមបាននិយាយថានេះជាកម្មពៀដែលលោកសុនសេនបានសាងកាលពីកន្លងមកការដែលឧត្តមសេនីយ៍ញឹកប៊ុនឆៃទទួលបានរូបថតសាកសពលោកសុនសេននិងព័ត៌មានស្ដីពីការសម្លាប់លោកសុនសេននេះគឺបានដំណឹងថាកាលពីពេលនោះលោកឧត្តមសេនីយ៍ឯកញឹកប៊ុនឆៃនិងមេទ័ពមួយចំនួនទៀតដែលស្មោះត្រង់នឹងសម្ដេចក្រមព្រះបានទៅចរចាជាមួយខ្មែរក្រហមនៅអន្លង់វែងតែម្នាក់ឯងដោយមិនយកមន្ត្រីយោធានិងជនស៊ីវិលផ្សេងទៀតដែលហ៊ុនស៊ីមប៉ិចគិតថាអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជានិងសម្ដេចហ៊ុនសែនទៅជាមួយឡើយការចរចានេះត្រូវបានកងកម្លាំងប្រដាប់អាវុធក្នុងកងយោធពលខេមរភូមិន្ទដែលគាំទ្រសម្ដេចហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាតាមដានដោយយកចិត្តទុកដាក់ពីសកម្មភាពទាំងអស់នេះកាលពីពេលនោះអៀងសារីដែលផ្ដាច់ខ្លួនពីប៉ុលពតហើយមកចោះចោជាមួយនឹងរាជរដ្ឋាភិបាលចម្រុះហាក់ដូចជាមានទំនោរទៅរកសម្ដេចហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាដែលធ្វើឲ្យសម្ដេចក្រមព្រះនិងមេទ័ពរបស់ព្រះអង្គចង់ព្យាយាមបញ្ចុះបញ្ចូលខ្មែរក្រហមនៅអន្លង់វែងឲ្យមកចូលរួមក្នុងរាជរដ្ឋាភិបាលជាមួយនឹងសម្ដេចក្រមព្រះដើម្បីអាចមានតុល្យភាពកម្លាំងជាមួយគូប្រជែង
មុនសុនសេនស្លាប់ខ្ញុំដែលជាអ្នកចងក្រងសៀវភៅបានទៅស្រុកសំឡូតអតីតតំបន់ខ្មែរក្រហមដែលជាឧទ្ធម្ភាគចក្ររបស់កងយុទ្ធពលខេមរភូមិន្ទតាមសម្ដេចហ៊ុនសែនដើម្បីទៅយកព័ត៌មាននៅទីនោះសម្ដេចហ៊ុនសែនបានទៅសួរសុខទុក្ខបងប្អូនខ្មែរក្រហមផ្ដាច់ខ្លួនហើយនៅទីនោះសម្ដេចបានជួបលោកនូកននិងលោកមាសមុតដែលជាបពួកនិងជាបងប្អូនរបស់សុនសេនហើយលោកមាសមុតដែលជាមេបញ្ជាការកងទ័ពជើងទឹកនៅក្នុងសម័យខ្មែរក្រហមក្នុងឆ្នាំ1975ដល់1979និងលោកនូកនក៏បានចោះចូលជាមួយរាជរដ្ឋាភិបាលនៅពេលនោះដែរប៉ុន្តែពួកគេហាក់ដូចជាមានទំនោរទៅរកសម្ដេចនាយករដ្ឋមន្ត្រីទី2គឺលោកហ៊ុនសែនសូមរំលឹកថាសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីទី2បានផ្ញើលិខិតពីរច្បាប់ទៅលោកសុនសេនតាមរយៈប្អូនថ្លៃរបស់សុនសេនដោយក្នុងលិខិតមួយសួរសុខទុក្ខធម្មតាហើយថានឹងមិនដឹងពីពេលណាបានជួបគ្នាទៀតទេខណៈលិខិតមួយទៀតនិយាយពីកិច្ចការដែលបានតែងតាំងប្អូនសុនសេននៅក្នុងជួររាជរដ្ឋាភិបាលប៉ុន្តែលិខិតមួយច្បាប់បានធ្លាក់ដល់ដៃប៉ុលពតនឹកស្មានមិនដល់ប៉ុលពតនិងតាមុកបានសម្លាប់សុនសេនទាំងគ្រួសារលោកហ៊ុនសែនបាននិយាយថាប៉ុលពតបានសង្ស័យសុនសេនតាំងពីឆ្នាំ1990ព្រោះពេលនោះសុនសេនបានរស់រាយរាក់ទាក់ជាមួយនឹងលោកហ៊ុនសែនតាមុកបានបដិញ្ញាថាត្រូវតែប្រឆាំងជាដាច់ខាតមិនចោះញោមស៊ូស្លាប់នៅអន្លង់វែងហើយប៉ុនប៉ងកាត់ក្បាលហ៊ុនសែនទៀតផងមុនបែកអន្លង់វែងលោកមុនប្រធានកងពលខ្មែរក្រហមនៅអន្លង់វែងបានមកជួបសម្ដេចហ៊ុនសែននៅឯផ្ទះរបស់សម្ដេចក្នុងក្រុងតាខ្មៅដោយធ្វើដំណើរឆ្លងកាត់ខេត្តកោះកុងតាមប្រទេសថៃតាមការស្នើសុំពីសម្ដេចហ៊ុនសែនគឺឲ្យកំទេចវត្ថុផ្សាយសម្លេងរបស់ខ្មែរក្រហមចោលហើយលោកមុនក៏បានបាញ់នឹងកាំភ្លើងអាកាហើយក៏ខូចខានបានផ្សាយ3ថ្ងៃបន្ទាប់មកអន្លង់វែងមានការបះបោរខណៈម្ដាយលោកហ៊ុនសែនកំពុងឈឺនៅឆ្នាំ1997នោះដែរគឺជាឆ្នាំដែលចំនួនរវាងគណៈបកហ៊ុនស៊ីមពេចនិងគណៈបកប្រជាជនកម្ពុជាកាន់តែឡើងកម្ដៅខ្លាំងក្នុងនាមជាអ្នកយកព័ត៌មានឯករាជ្យខ្ញុំដែលជាអ្នកចងក្រងសៀវភៅបានតាមសង្កេតមើលរឿងនេះដោយយកចិត្តទុកដាក់បំផុតនៅក្នុងទីស្នាក់ការធំរបស់គណៈបកហ៊ុនស៊ីមពេចជាប់ស្ថានទូតបារាំងផ្នែកខាងជើងមានមនុស្សស្លៀកពាក់ជាឯកសណ្ឋានខ្មែរក្រហមដែលមន្ត្រីយោធាគណៈបកហ៊ុនស៊ីមពេចបាននិយាយថាគឺជាទាហានខ្មែរក្រហមផ្ដាច់ខ្លួនក្នុងនាមជាអ្នកតាមដានសភាពការខ្ញុំដែលជាអ្នកចងក្រងសៀវភៅក៏ងឿងឆ្ងល់ណាស់ដែរថាបើទោះបីជាទាហានខ្មែរក្រហមផ្ដាច់ខ្លួនក៏ដោយក៏មិនគួរឲ្យពួកគេស្លៀកពាក់ក្នុងឯកសណ្ឋានទាហានខ្មែរក្រហមខុសច្បាប់ហើយមានអាវុធកាន់ក្នុងដៃនៅក្នុងទីស្នាក់ការគណៈបកហ៊ុនស៊ីមពេចនៅកណ្ដាលរាជធានីភ្នំពេញបែបនេះឡើយប្រការនេះពិតជារឿងមួយចម្រូងចម្រាសបំផុតការមានមនុស្សប្លែកៗនិងមានកងទាហានបំពាក់អាវុធនៅខាងក្នុងនិងខាងមុខរបងគណៈបកហ៊ុនស៊ីមពេចបែបនេះពិតជាធ្វើឲ្យមន្ត្រីស្ថានទូតបារាំងមិនសប្បាយចិត្តឡើយព្រោះថាប្រសិនបើមានការផ្ទុះអាវុធណាមួយគឺអាចរំខានការងាររបស់ស្ថានទូតដែលនៅជាប់នឹងគ្នានេះនៅថ្ងៃទី27ខែមិថុនាឆ្នាំ1997ស្ថានទូតបារាំងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចនាយករដ្ឋមន្ត្រីទី2គឺលោកហ៊ុនសែនដោយត្អូញត្អែពីវត្តមានរបស់កងទ័ពខ្មែរក្រហមនៅក្នុងទីស្នាក់ការគណៈបកហ៊ុនស៊ីមពេចនៅមុននេះស្ថានទូតបារាំងក៏បានផ្ញើលិខិតមួយច្បាប់ដែលជូនលោកអ៊ុនហួតរដ្ឋមន្ត្រីក្រសួងការបរទេសដែលលោកជាសមាជិកគណៈបកហ៊ុនស៊ីមពេចបើទោះបីជាមានលិខិតសំទោសពីសេរីកុសលទីប្រឹក្សាសន្តិសុខរបស់សម្ដេចក្រមព្រះនរោត្តមអរណរិទ្ធក៏ដោយក៏ទ័ពខ្មែរក្រហមនៅតែបន្តនៅទីស្នាក់ការគណៈបកហ៊ុនស៊ីមពេចដដែលតាមរបាយការណ៍របស់មន្ត្រីយោធាដែលគាំទ្រសម្ដេចហ៊ុនសែនបានឲ្យដឹងថានៅចុងខែឧសភាកងទ័ពខ្មែរក្រហមប្រមាណជាង559នាក់ក្នុងកងពលធំលេខ3ដែលមានមូលដ្ឋាននៅខេត្តកំពតបានចល័តចូលក្នុងបន្ទាយយោធាតាំងកសាងរបស់គណៈបកហ៊ុនស៊ីមពេចដែលគ្រប់គ្រងដោយផ្ទាល់ពីលោកញឹកប៊ុនឆៃហើយខ្លះមកកាន់ទីស្នាក់ការហ៊ុនស៊ីមពេចជាប់ស្ថានទូតបារាំងអត្ថបទនេះដកស្រង់ពីសៀវភៅនាយករដ្ឋមន្ត្រី37រូបនៃកម្ពុជារបស់ឯកឧត្តមឆៃសុផល